បងប្អូននេះវគ្គតបងប្អូនវគ្គមុនចូលទឹកហើយលើវគ្គតមានអីទេមានតែគួនត្រួយឲ្យមានទឹកបញ្ចូលឥឡូវហ្នឹងគិតមិនហើយណែបងប្អូនមើលសាមើលនេះមកត្រួយគេហ่ะនេះបងប្អូនអើយនិយាយថាត្រួយខ្លាំងមែនតើតែម្ចាស់ណាមានពេលមកបញ្ចូលទឹកឥឡូវបញ្ចូលទឹកលឺហើយអាក្រមហើយនៅតែលឺហ្នឹងក្រមមិនទឹកច្រើននោះហើយឥឡូវហ្នឹងវាក៏ត្រួយដែរតែបើយើងបញ្ចូលទឹកដល់ត្រួយល្អត្រួយថ្លោត្រួយខ្ចីនេះល្អទៅឃើញនេះល្អទៅខ្មៅអញ្ចឹងណាគាត់ថាវាអត់បែកមេឃហើយនេះបងប្អូនមើលហើយគឺត្រួយខ្លាំងមែនតើតែដោយសារតែវាគោកដាក់ទឹកទៅវាដាក់បាត់វាជ្រាបចុះទៅក្រោមអស់ទៅពេលអញ្ចឹងទៅវាមានទឹកខាងលើទៅតគួនវាបើទឹកខ្លាំងទៅវាស្រក់ទៅវាឆាប់អស់ទឹកវិញទឹកអីចឹងណាតែបងប្អូនអើយនោះបើមានទឹកបញ្ចូលបោយថាល្អខ្លាំងហើយបែកគុំហ្នឹងទៅបែកត្រួយឡើងវែងជ្រុលផងត្រួយមកកណូនេះវាក៏វាទឹកគុំច្រើននោះត្រួយហើយនេះបងប្អូនខ្ញុំនិយាយប្រវត្តិខ្ញុំមួយនេះទៅខាងក្រោមបន្តិចការខ្ញុំនៅរឿងស្ទើកន្លែងខ្ញុំបេះផ្កាស្នោបេះផ្កាតាគៀតងើបយកម៉ោងមិនដល់2 10បងប្អូនដែលយើងងើបម៉ោង1ម៉ោង2អីបេះក្រោយគេបេះអស់ហើយអញ្ចឹងយើងងើបទៅត្រាថាម៉ោង2 10នឹងមួយក៏ម៉ោង1នឹងមិនតាន់ហើយសិតតែផ្កាតាគៀតបងប្អូនអត់ផុតទេផ្កាស្នោផ្កាតាគៀតនិយាយរួមអត់មានខ្វះរបស់រកខ្លះតែយើងខ្ជិលទេហើយនិយាយរួមច្រើនហ្មងហើយបងប្អូនដល់វាដើមនោះវាចង់អស់ហើយដោយសារពីមុនវាមកបាំងនោះសិតតែផ្កាដើមផ្កាស្នោហើយនឹងគៀតអូយអ្នកកាន់វីដេអូឡើងចំកាប់មួយតាមថតអ្នកនិយាយនេះដើរដីជួដីនេះដីហើយកាលពីមុនបងប្អូនពេលមេឃភ្លៀងអីបងប្អូននិយាយថាខ្យល់ឡើងពេញស្មៅហើយស្រួលហូរមែនទែនហើយខ្យងហើយនឹងតែគេមកមុខទៀតត្រីឡើងក្រាលពេញដីហើយសូម្បីតែអង្គុយគុំតគួនណាក៏ត្រីវាមុតគៀនខ្លួនយើងដែរហើយស្រួលហូរខ្លាំងណាស់ហើយឥឡូវខ្ញុំខានមកមួយថ្ងៃនេះទៅពេលមកមើលទឹកវាថាទឹកវាស្រក់ខ្លាំងណាតែខ្ញុំនិយាយពីមុនឥឡូវខ្ញុំធ្វើតែលើខ្ញុំមិនដែរចុះក្រោមឯការខ្ញុំចុះក្រោមធ្វើតគួននៅក្រោមណាត្រីស្វាត្រីដំរីត្រីលេងត្រីឆ្លោយមួយត្រីដំរីវិញណាពេលទឹកវាស្រក់ខ្លាំងមើលតែប្រហោងគាត់មិនបេដៃលូកទៅសិតតែត្រីដំរីហើយលើនោះហ៊ានចុះទេទឹកវាជ្រៅហើយអត់ដែរខានមកយូរឆ្នាំអញ្ចឹងណាខ្ញុំនៅនឹងខ្ញុំនៅតែខាងលើខ្ញុំមិនដែរចុះទៅក្រោមផ្ទាល់លើខ្លាចចេះខ្លាចត្រីធំខានពីខានឬថាខានហោអញ្ចឹងវាយូរឆ្នាំត្រីវាច្បោធំខ្ញុំខ្លាចហើយដើមស្នោបងប្អូនអរគ្នាកាលពីអត់ដុតកាប់ដើមស្នោយកទៅធ្វើអស់ដុតអីចឹងណាហើយមកដាក់បាយយកមកហូបដាក់បាយដាក់ត្រីជៀនត្រីអាំងអីហ្នឹងបងប្អូនអរគ្នាហើយយកបាវយកមកចងលើដើមស្នោហ្នឹងណាហើយយើងនឹងអង្គុយក្រោមហូបអស់ហើយអង្គុយហូបបាយយូរថាឆ្ងាញ់ខ្លាំងហ្មងត្រីប្រឡាក់ជៀនហ្នឹងអញ្ចឹងមានក្រលប្រឡាក់ជៀននេះយូរថាឆ្ងាញ់ប៉ុន្តែអត់ចេះដាំទេណាបាយហើយក្រលក៏អត់ជៀនដែរម៉ែជៀនហើយអញ្ចឹងលួចយកមកហើយគ្នាគ្មានគ្នាឯងហ្នឹងនោះបងប្អូនសិតតែបន្លាអូយ៉ាហើយនឹងស្អីគេដើមស្នោហើយផ្កាធាននេះមកនោះងើបតាំងពីយប់ហើយការពីមុន1គីឡូបាន800ហើយនឹង600 800ថ្លៃជាងគេវាធ្វើ400អីហ្នឹងធឺការាលហើយអត់បានថ្លៃដូចលើម្ដុំ 1000 ដុំ 2000អត់សូវបានថ្លៃទេ